ខ្ញុំមកពីតកូមិនប្រើហឹង្សាលោកគ្រូក៏ដឹងដែរខ្ញុំមានឈ្មោះថាអហិង្ស័កមានន័យថាមិនបៀតបៀនអ្នកដទៃខ្ញុំសូមអង្វរលោកគ្រូបដូរតម្រូវការរបស់លោកគ្រូនេះបានទេយើងមិនបដូរទេយើងមិនអាចកែប្រែចិត្តយើងបានទេយើងប្រែចិត្តលោកគ្រូមិនបានមានអារម្មណ៍ពិបាកនិងប្រឈមមុខហើយបានជួបនឹងលាអាងមួយនៅព្រៃភ្នំយ៉ាងជ្រៅយើងបានចាប់ផ្ដើមរស់នៅដោយភាពព្រៃផ្សៃស៊ីសត្វជាអាហារហើយចិត្តសាហាវព្រៃផ្សៃក៏កើតឡើងយើងស្ទាក់អ្នកដំណើរដែលធ្វើដំណើរបាក់គ្រប់គ្នាហើយកាត់ម្រាមដៃពួកគេហើយយើងក៏ចងសាក់សពគេនៅលើចុងឈើចាំរហូតដល់អ្នកផ្សេងទៀតមកនៅទីបំផុតយើងក៏មានឈ្មោះថាអង្គលីមាក៏មានកម្រងជាម្រាមដៃហើយយើងចូលគម្រាមកំហែងប្រជាជនរហូតនៅទីបំផុតយើងក៏មានម្រាមដៃចំនួន999ម្រាមនៅសល់តែមួយទៀតទេយើងនឹងសម្រេចភារកិច្ចហើយថ្ងៃមួយយើងមើលឃើញស្ត្រីម្នាក់កំពុងតែដើរមកយើងក៏បានចូលទៅរកគាត់តាមពិតគាត់ជាម្ដាយរបស់យើងក៏ឈប់ភ្លាមហើយគិតថាយើងអាចសម្លាប់បានទេស្របជាពេលនោះដែរក៏បានឃើញនៅព្រះពុទ្ធនិមន្តទៅហើយយើងក៏បានបដូរ